ឡាន SUV Hybrid ជា100 គីឡូម៉ែត្រស៊ីសាំងត្រឹមតែ 3.4 លីត្រប៉ុណ្ណោះហើយតម្លៃរបស់វាត្រឹមតែខ្ទង់ $30,000 ជាងឯងជំរាបសួរខ្ញុំបាទសេងឡុងស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនេះគឺជាឡាន Dongfeng Elusmax ស៊េរីឆ្នាំ 2024 ដែលជាប្រភេទ SUV ដំណើរការដោយម៉ាស៊ីន Hybrid ដែលវាផ្ដល់ភាពសន្សំសំចៃខ្លាំងមែនទែនហើយតម្លៃរបស់វាក៏ពិសេសដែរត្រឹមតែខ្ទង់ $30,000 ជាងប៉ុណ្ណោះអូខេអញ្ចឹងចំណុចដំបូងដែលខ្ញុំចង់បង្ហាញនោះគឺពាក់ព័ន្ធជាមួយនឹងការរចនារូបរាងផ្នែកខាងក្រៅរបស់ឡានមួយនេះអញ្ចឹងណាដោយសារតែការរចនា design រូបរាងផ្នែកខាងក្រៅរបស់វាហ្នឹងគឺជាចំណុចដែលទាក់ចិត្តខ្ញុំមួយផងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្នែកខាងមុខនេះគឺប៉ាណាមុខរបស់វាគឺ design បែបធំអញ្ចឹងណាហើយក្រុមហ៊ុនហៅថាជាការរចនាប៉ាណាមុខបែបទេពសយុទ្ធធ្លាក់ឬក៏ Star Trek Grill ដែលវាអមជាមួយនឹងពូ Daytime Running Light មួយឆ្នោតហើយវាមានពូសញ្ញោ LED ដែលជាលក្ខណៈបដិញអញ្ចឹងណាហើយចំណុចពិសេសមួយទៀតនៅពេលដែលយើងបើកភ្លើងកូតគឺរបារ LED ផ្នែកកណ្ដាលនេះគឺវាភ្លឺទៀតយំទៅគឺលាបពេញផ្នែកខាងមុខមើលទៅគឺស្អាតខ្លាំងមែនទែនហើយពាក់ព័ន្ធជាមួយនឹងចង្កៀងមុខរបស់វានេះគឺជាប្រភេទ LED ដែលវាមានមុខងារបិទបើកអូតូតម្លាក់ភ្លើង pha កូតអូតូក៏ដូចជាមុខងារពជាពេលពលុតចង្កៀងមុខ follow me home ផងដែរហើយ follow me home របស់វាហ្នឹងគឺយើងអាចសេរីរយៈពេលបានអញ្ចឹងណាអញ្ចឹងអានេះវាល្អមែនទែននៅពេលដែលយើងប្រើនៅពេលយប់ពេលដែលយើងចូលផ្ទះចូលអីហ្នឹងគឺវាផ្ដល់សុវត្ថិភាពមកកម្រិតទៀតហើយពាក់ព័ន្ធជាមួយនឹងភ្លើង LED ផ្នែកខាងក្រោមនេះក៏ជា LED បំភ្លឺពេលថ្ងៃដែលការរចនារបស់វាគឺស្អាតយំទៅគឺស៊ីជាមួយនឹងទូខ្លួនឡានមែនទែនហើយផ្នែកខាងមុខនេះក៏វាមានបំពាក់ជាមួយនឹងកាមេរ៉ាមកគ្រាប់ផងដែរដែលកាមេរ៉ានេះគឺជាប្រព័ន្ធកាមេរ៉ា360 degree អញ្ចឹងណាហើយពាក់ព័ន្ធជាមួយនឹងកាំងមុខផ្នែកខាងក្រោមនេះមើលទៅ design ចេញមកគឺយ៉ាងកាចអញ្ចឹងណាអញ្ចឹងទោះបីជា SUV ខ្នាតតូចប្រើម៉ាស៊ីន Hybrid មែនប៉ុន្តែការរចនារបស់វាស្អាតហើយកាចទៀតអូខេពាក់ព័ន្ធជាមួយនឹងផ្នែកចំហៀងនេះវិញការរចនារបស់វាក៏នៅតែគួរឲ្យចាប់អារម្មណ៍ដែរដោយសារតែ SUV ខ្នាតតូចមួយនេះគឺវាមានបំពាក់យ៉ាងកង់ប្រភេទ Aluminum ដែលការរចនារបស់វាគឺ color two tone ពណ៌ខ្មៅលាយពណ៌ទឹកប្រាក់អាឡូងអីចឹងណាប៉ុន្តែទំហំរបស់វាគឺរហូតដល់ទៅ20 អ៊ីងគឺធំខ្លាំងមែនទែនហើយការរចនារបស់វាគឺបែបចេញរូបផ្កាយអញ្ចឹងណាស្អាតយល់ទៅគឺស្អាតខ្លាំងពាក់ព័ន្ធជាមួយនឹងកញ្ចក់ចំហៀងរបស់វាវិញគឺជាប្រភេទក្តោបអូតូមានប្រកបសញ្ញោ LED មានមុខងារ blind spot ហើយមានកាមេរ៉ាផងដែរអញ្ចឹងកាមេរ៉ា360 degree ហើយមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងដៃទ្វាររបស់វាគឺ design បែបលឹបចេញចូលក្នុងតួខ្លួនរៀបស្មើជួយដល់កម្រិតមើលខ្យល់ aerodynamic ហ្មងនិយាយទៅគឺស្អាតខ្លាំងមែនទែនឡានតម្លៃខ្ទង់$30,000 ជាងប៉ុន្តែការ design ការអីគឺមើលទៅគឺ detail គឺស្អាតអញ្ចឹងណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធជើងក្រោមវាវិញខ្ញុំចង់បញ្ជាក់ដែរថាផ្នែកខាងមុខនេះគឺវាប្រើប្រព័ន្ធបូមដែលគេហៅថា MacPherson Strut Independent Suspension ហើយផ្នែកខាងក្រោមគឺជាប្រភេទ Multi-link Independent Suspension ដែលប្រព័ន្ធបូមមួយនេះគឺផ្ដល់កម្រិត comfort ខ្ពស់មែនទែនហើយយើងតែងតែឃើញឡានទំនើបភាគច្រើនប្រើជាមួយនឹងប្រព័ន្ធបូមមុខក្រោយបែបនេះអញ្ចឹងណាអញ្ចឹងយើងទៅមើលនៅផ្នែកខាងក្រោយវិញអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការរចនាផ្នែកខាងក្រោយនេះក៏គួរឲ្យចាប់អារម្មណ៍ដែរជាពិសេសគឺការបំពាក់ជាមួយនឹង stop LED ដែលលាតទៅវែងពេញផ្នែកខាងក្រោយដិតច្បាស់អញ្ចឹងណាហើយសញ្ញោរបស់វានេះគឺជាប្រភេទ LED ដែលជាសញ្ញោបដិញយំទៅគឺស្អាតខ្លាំងមែនទែនហើយពាក់ព័ន្ធជាមួយនឹងកាំង spoiler ខាងក្រោយនេះក៏គួរឲ្យចាប់អារម្មណ៍ដែរមើលទៅធំអញ្ចឹងណាហើយវាមានប្រឡោះខ្យល់ឲ្យខ្យល់រត់ចេញចូលបានជួយដល់កម្រិតមើលខ្យល់ aerodynamic ទៀតយំទៅគឺស្អាតហើយនៅផ្នែកខាងលើនេះមានប្រកបជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយមកគ្រាប់ដែរហើយអីដែលសំខាន់មួយទៀតនោះគឺផ្នែកខាងក្រោមនេះបងប្អូនឃើញកំពុងសម្ាំង4យល់ទៅជាឡាន SUV Hybrid មែនប៉ុន្តែកំពុងសម្ាំង4ហើយផ្នែកខាងក្រោយនេះក៏មានជាមួយនឹង sensor ចំនួន4គ្រាប់ផងដែរអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងក្លុបខាងក្រោយរបស់វាវិញគឺជាប្រភេទចុចអូតូអញ្ចឹងណាហើយបើយើងនិយាយពីទំហំ space ខាងក្រោយនេះគឺធំទូលាយមែនទែននិយាយទៅបើសិនជាការប្រើប្រាស់ជាលក្ខណៈគ្រួសារធម្មតាសមាជិកត្រឹម 4-5 នាក់អីខ្ញុំគិតថាដាក់អីវ៉ាន់បានមកពេញចិត្តហ្មងទំហំក្លុបខាងក្រោយរបស់វានេះណាសូមបញ្ជាក់ដែរថាឡាន Elusmax នេះគឺវាមានប្រវែងតួខ្លួន 4.6 ម៉ែត្រទទឹង 1.9 ម៉ែត្រកម្ពស់ 1.6 ម៉ែត្រនិងកម្រិតពីកង់មុខទៅកង់ក្រោយ 2.7 ម៉ែត្រហើយឡានមួយនេះគឺវាមានប្រើជាមួយនឹងប្រព័ន្ធ Sound Smart Key ដែលអាចបញ្ជាទម្លាក់កញ្ចក់ទាំង4ពីចម្ងាយឬប្រើដើម្បីស្វែងរកឡាននៅក្នុងចំណតជាដើមអូ
អូខេអញ្ចឹងចូលមកដល់ផ្នែកខាងក្នុងនេះការរៀបចំរបស់វាមើលទៅគឺស្តៀងជាមួយនឹងឡានអគ្គិសនីអញ្ចឹងហេតុអីបានជាខ្ញុំនិយាយថាឡានអគ្គិសនីដោយសារតែមុខងារជាច្រើនយំទៅសឹងតែទាំងអស់ហើយគឺអាចបញ្ជាបាននៅលើអេក្រង់ touch screen ផ្នែកកណ្ដាលដែល design ដាក់ជាបឈរអញ្ចឹងណាហើយទំហំរបស់វាគឺ 13.2 អ៊ីងក្នុងនោះគឺយើងបញ្ជាមុខងារបានច្រើនខ្លាំងមែនទែនសូម្បីតែបើកក្លុបក្រោយបើកអីសេរីកញ្ចក់ជំនាញសេរីអីគឺយើងអាចសេរីបាននៅលើនេះទាំងអស់ហើយនៅលើនេះក៏យើងអាចសេរីលេងជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ក៏ដូចជាកៅអីក្តៅត្រជាក់ផងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងកៅអីអ្នកបើកបរផ្នែកខាងមុខនេះគឺយើងអាចចុចសេរីបាន6បែបហើយនៅលើហ្នឹងគឺវាមានមុខងារក្តៅត្រជាក់ហើយកៅអីអ្នកដំណើរផ្នែកខាងមុខនេះគឺយើងចុចសេរីអូតូដែរហើយក៏មានមុខងារក្តៅដែរប៉ុន្តែអត់មានកៅអីត្រជាក់ទេអញ្ចឹងពាក់ព័ន្ធជាមួយនឹងអេក្រង់ហ្នឹងដដែលគឺនៅលើនេះយើងដូចខ្ញុំបាននិយាយអញ្ចឹងគឺយើងអាចសេរីបានច្រើនយើងអាចលេងជាមួយនឹងមុខងារច្រើនសូម្បីតែសេរីកៅអីសេរីអីក៏អាចសេរីបាននៅលើនេះដែរហើយនៅលើនេះក៏យើងអាចចូលទៅមើលបើកមើលជាមួយនឹងមុខងារសុវត្ថិភាពដែរអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាឡានមួយនេះគឺវាមាន option សុវត្ថិភាពច្រើនមែនទែនហើយក្នុងនោះក៏មានជាមួយនឹង lane departure warning នៅពេលដែលយើងជិះកិនកណ្ដូសយើងទៅវានឹងបើលើសញ្ញាយើងដឹងក៏ដូចជា lane keeping assist ដែលវាចាប់កន្លងផ្លូវឲ្យឡានរបស់យើងស្ថិតក្នុងកន្លងផ្លូវកណ្ដាលអញ្ចឹងណាហើយនៅលើហ្នឹងក៏មានជាមួយនឹងមុខងារ collision warning នៅផ្នែកខាងមុខអញ្ចឹងនៅពេលដែលមានឧបសគ្គនៅផ្នែកខាងមុខយើងជិះទៅគៀកគេអីគឺវានឹងបើលើសំឡេងយើងដឹងក៏ដូចជាមានជាមួយនឹងប្រាំងអូតូផងដែរអញ្ចឹងពិសេសមែនតើឡានតម្លៃខ្ទង់$30,000ជាងប៉ុន្តែមានជាមួយនឹងប្រាំងអូតូដែរហើយបន្ថែមពីហ្នឹងទៀតវាក៏មានជាមួយនឹងមុខងារមួយទៀតដែលគេហៅថា door opening warning អញ្ចឹងនៅពេលដែលយើងបើកទ្វារទៅបើសិនជាមានឧបសគ្គឆ្លងកាត់មកវានឹងប្រាប់ឲ្យយើងដឹងថាមានឧបសគ្គអញ្ចឹងអានេះក៏ជាមុខងារសុវត្ថិភាពមួយដែរហើយបន្ថែមពីហ្នឹងទៀតវាក៏មានជាមួយនឹងមុខងារ rear crossing traffic braking ផងដែរអញ្ចឹងនៅពេលដែលថយក្រោយមានឧបសគ្គវានឹងចាប់5ផងដែរអូខេអញ្ចឹងអានេះខ្ញុំគិតថាវាជាមុខងារសុវត្ថិភាពមែនទែនទាំងផ្នែកខាងមុខទាំងផ្នែកខាងក្រោយអញ្ចឹងណាហើយបន្ថែមពីហ្នឹងទៀតអីដែលសំខាន់វាមានជាមួយនឹងប្រព័ន្ធកាមេរ៉ា340 degree ដែលនៅលើហ្នឹងគឺបង្ហាញរូបភាពច្បាស់មើលឃើញមកជុំវិញឡានហើយមើលឃើញបាតក្រោមឡានហើយវាមានខ្សែបន្ទាត់រេតាមចក្រទៀតហើយនៅលើហ្នឹងយើងអាចបង្ហាញជារូបភាព 2D 3D មើលទៅលើមុំណាឆ្វេងស្ដាំអីយំទៅមើលបានមកចប់ហ្មងតមកផ្នែកកណ្ដាលនេះគឺជាចក្រលេខអេឡិចត្រូនិករបស់វាហើយការរចនារបស់វាហ្នឹងគឺដូចជាគ្រាប់គ្រីស្តាល់អញ្ចឹងមើលទៅគឺស្អាតអញ្ចឹងណាហើយវាមានជាមួយនឹងប្រាំងដៃអេឡិចត្រូនិកក៏ដូចជាប្រព័ន្ធប្រាំងអូតូហូលផងដែរហើយតមកទៀតមានកន្លែងដាក់កៅទឹក2ហើយផ្នែកកណ្ដាលនេះគឺជា cool box ប្រអប់ត្រជាក់អញ្ចឹងណាអញ្ចឹងចង់ class C ទឹក class C អីបានហើយផ្នែកកណ្ដាលនេះក៏វាមានជាមួយនឹង wireless charge ហើយមានកន្លែងដាក់អីវ៉ាន់មួយចំនួនខាងក្រោមនេះក៏ដូចជារុនសាក់ថ្ម USB ក៏ដូចជារុន 12V ផងដែរពាក់ព័ន្ធជាមួយនឹងដៃចង្កូតរបស់វានេះវិញគឺជាប្រភេទ electronic ការរចនារបស់វាគឺជាអក្សរ D អញ្ចឹងណាទុនយើងងាយស្រួលបត់បែនហើយនៅលើនេះក៏មានជាមួយនឹងមុខងារមួយចំនួនដូចជាយើងអាចកំណត់ជាមួយនឹង cruise control ក៏ដូចជាមុខងារ voice command ដែលបញ្ជាដោយសំឡេងអីចឹងទៅហើយកុងទ័ររបស់វានេះគឺជាកុងទ័រ digital ទំហំ 10.25 អ៊ីងក្នុងនេះគឺបង្ហាញព័ត៌មានបានច្បាស់ហើយអីដែលខ្ញុំស្រឡាញ់ជាងគេនោះគឺវាអាចបង្ហាញចាប់ឧបសគ្គឲ្យយើងដឹងឧទាហរណ៍ថានៅខាងមុខមានឡានមានម៉ូតូអីចឹងគឺវានឹងបង្ហាញនៅលើអេក្រង់ digital កុងទ័រ digital របស់វានេះមកយំទៅគឺមានភាពងាយស្រួលមែនទែនអញ្ចឹងពាក់ព័ន្ធជាមួយនឹង Elusmec នេះក៏វាមានជាមួយនឹង drive mode ដែរវាមាន3គឺវាមាន eco ហើយវាមាន normal ក៏ដូចជាមាន sport ផងដែរហើយមួយទៀតគឺវាមានជាមួយនឹងប្រព័ន្ធ regenerative braking ដែលនៅលើនេះគឺគេហៅថា energy recycle អញ្ចឹងយើងអាចសេរីបាន3កម្រិតកម្រិតទី1កម្រិតទី2កម្រិតទី3អីចឹងទៅអញ្ចឹងប្រព័ន្ធនេះនៅពេលដែលយើងបើកដំណើរការទៅនៅពេលដែលយើងដកជើងចេញពីឈ្នាន់ហ្គាគឺវានឹងសាកអាគុយ hybrid វាវិញអញ្ចឹងវាជួយសំចៃអញ្ចឹងណាចំណុចពិសេសមួយទៀតសម្រាប់ឡាន SUV មួយនេះគឺពាក់ព័ន្ធជាមួយនឹងដបូលរបស់វាដែលជាប្រភេទដបូលកញ្ចក់ធំយំទៅ1ម៉ែត្រការ៉េជាងធំមែនតើហើយយើងអាចចុចបើកអូតូបានល្អមែនតើសម្រាប់ការប្រើជាលក្ខណៈគ្រួសារបែបនេះពាក់ព័ន្ធជាមួយនឹងកៅអីរបស់វាមិញនេះខ្ញុំបាននិយាយពីមុខងារប៉ុន្តែការ design របស់វាគឺស្អាតមែនតើហើយជាប្រភេទមើលទៅដូចជាកៅអីឡានស្ពណ៌ឡានប្រណាំងអញ្ចឹងហើយមើលទៅគឺស្អាតហើយវាអោបយើងបានល្អអញ្ចឹងណាហើយកៅអីនេះក៏ទន់ដែរមាន highlight ជាមួយនឹងធ្នេ D ធ្នេ A យំទៅមើលទៅគឺអែមខ្លាំងមែនតើពាក់ព័ន្ធជាមួយនឹងការរៀបចំការ design ទៅលើ tableau របស់វាក៏មើលទៅក៏រៀងលយដែរ design របស់វាសូម្បីតែរុនម៉ាស៊ីនត្រជាក់អីរបស់វានេះគឺស្អាតហើយ graphic នៅលើ tableau នេះគឺមើលទៅវាប្លែកដែរអញ្ចឹងណាហើយក៏មានជាមួយនឹងធ្នេ D ធ្នេអីដែរយំទៅមើលទៅគឺប្លែកហើយស្អាតមួយយ៉ាងដែរចំពោះ Elusmec មួយនេះអូខេអញ្ចឹងចូលមកដល់កៅអីជួរទី2នេះវិញគឺតលាយដូចបងប្អូនឃើញអញ្ចឹងខ្ញុំ1.8ម៉ែត្រណាហើយកន្លែងដាក់ជើងក៏សល់ច្រើនអាចសដោបានក្បាលខាងលើនេះក៏អត់ទើសដែរហើយអីដែលសំខាន់ដបូលកញ្ចក់ធំយំទៅចូលមកគឺមានអារម្មណ៍ថាស្រឡះខ្លាំងមែនទែន
ហើយផ្នែកខាងក្រោយនេះក៏មានជាមួយនឹងរុនម៉ាស៊ីនត្រជាក់ក៏ដូចជារុន USB-A រុន USB-C សម្រាប់សាកថ្មហើយវាមានកន្លែងដាក់ដៃកន្លែងដាក់កែវទឹកហើយអីដែលសំខាន់អ្នកដំណើរផ្នែកខាងក្រោយនេះ enjoy ខ្លាំងមែនទែនជាមួយនឹងដំបូលកញ្ចក់ធំហើយជាមួយនឹងប្រព័ន្ធ speaker 6 គ្រាប់ទៀតអញ្ចឹងខ្ញុំគិតថាសម្រាប់អ្នកអង្គុយក្រោយនេះគឺអាចឈៀលបានច្រើនអញ្ចឹងណាហើយមួយទៀតពាក់ព័ន្ធជាមួយនឹងកៅអីក៏ comfort ដែរយើងអង្គុយទៅគឺវា comfort អញ្ចឹងណាហើយយើងអាចកៅអីនេះក៏យើងអាចបត់តម្លាក់ចុះឲ្យរៀបស្មើដើម្បីអាចដាក់អីវ៉ាន់បានកាន់តែច្រើនផងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពរបស់វាក្រៅពីអីដែលខ្ញុំបានរៀបរាប់ហ្នឹង LAN Elusmec នេះក៏វាមានបំពាក់ជាមួយនឹងពងសុវត្ថិភាព6គ្រាប់ប្រព័ន្ធប្រាំង ABS EBD BA មានប្រព័ន្ធគ្រប់គ្រងកម្លាំងបង្វិលកង់ប្រព័ន្ធការពារទប់ឡានកឡាប់ប្រព័ន្ធជំនួយពេលឡើងចំណោតនិងចុះចំណោត sensor សម្គាល់ចម្ងាយប្រព័ន្ធវាស់សម្ពាធខ្យល់កង់ប្រព័ន្ធជំនួយពេលកកស្ទះចរាចរណ៍ក៏ដូចជាប្រព័ន្ធផ្ដល់ដំណឹងពេលមានឡានវ៉ាជែងទាំងសងខាងទៀតផងអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែបើកបរសាកល្បងជាមួយនឹង Dongfeng Elusmec ដែលវាប្រើជាមួយនឹងម៉ាស៊ីន hybrid អញ្ចឹងម៉ាស៊ីនរបស់វាគឺគួបផ្សំជាមួយនឹងម៉ាស៊ីនសាំងចំណូល 1.5 លីត្រទំហំ4ស៊ីឡាំងហើយកម្លាំងរបស់វាគឺអាចបង្កើតបាន215 kW ឯកម្លាំងរមូលវិញគឺ565 Newton m អញ្ចឹងកម្លាំងរមូលរបស់វាគឺច្រើនខ្លាំងមែនទែនអញ្ចឹងពាក់ព័ន្ធជាមួយនឹងឡាននេះដែរគឺវាអាចរត់ពីកុងទ័រ0ដល់100 km ក្នុង1ម៉ោងប្រើពេលត្រឹមតែ6វិនាទីទេអញ្ចឹងគឺស្ទុះខ្លាំងមែនទែនហើយបាននិយាយអារម្មណ៍ជាក់ស្ដែងគឺស្ទុះខ្លាំងមែនទែនដោយសារតែឡាននេះក៏វាមានជាមួយនឹង sport mode ដែរអញ្ចឹងនៅពេលដែលកាច់ចូល sport mode សន្ទុះល្បឿនរបស់វាគឺជាន់ធូរខ្លាំងមែនទែនថ្មីបើវាមានសន្ទុះល្បឿនស្ទុះខ្លាំងមែនប៉ុន្តែឡាននេះរត់100 km ស៊ីសាំងត្រឹមតែ 3.4 លីត្រប៉ុណ្ណោះអញ្ចឹងសំចៃខ្លាំងមែនទែនអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណាប់អារម្មណ៍ខ្ញុំបើកបរជាមួយនឹងឡានមួយនេះគឺខ្ញុំមានអារម្មណ៍ថាវា smooth ខ្លាំងមែនទែនទៅលើប្រព័ន្ធ hybrid របស់វាគឺសឹងតែថាផ្លាស់ប្ដូររវាងប្រព័ន្ធ hybrid និងម៉ាស៊ីនសាំងសឹងតែអត់ដឹងហើយបើយើងនិយាយពី eco mode ក៏ដូចជា normal mode របស់វាវិញជាន់ទៅគឺ smooth ខ្លាំងមែនទែនអញ្ចឹងបើសិនជាយើងនៅពេលដែលយើងត្រូវការសន្ទុះល្បឿនយើងចង់វ៉ាចេញអីអាចចុចចូលមក sport ពឹបជាន់គឺឡើងគឺស្ទុះខ្លាំងអញ្ចឹងអានេះខ្ញុំសរសើរមែនទែនពាក់ព័ន្ធជាមួយនឹងប្រព័ន្ធជើងក្រោមវិញដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាវាផ្ដល់កម្រិតផាសុកភាពខ្ពស់មែនទែនហើយបូកផ្សំជាមួយនឹងកៅអីរបស់វាដែលជាប្រភេទស្បែកទន់វាអោបយើងបានល្អទៀតអញ្ចឹងការបើកបររបស់ខ្ញុំគឺ relax ហើយមានផាសុកភាពខ្ពស់យល់ទៅអូខេអញ្ចឹងសរុបមកវិញនេះគឺជាអ្វីដែលបងប្អូនគួរដឹងពីឡាន SUV Hybrid Dongfeng Elusmec ស៊េរីឆ្នាំ2024អញ្ចឹងចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថាវាជាឡាន SUV មួយដែលមានការ design រូបរាងផ្នែកខាងក្រៅស្អាតពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា option របស់វាផ្នែកសុវត្ថិភាពហ្នឹងក៏វាមានច្រើនហើយឯដែលជាចំណុចខ្លាំងបំផុតជាមួយនឹងឡានមួយនេះគឺភាពសំចៃព្រោះដោយសារតែជិះ100 km ស៊ីសាំងត្រឹមតែខ្ទង់3លីត្រជាងប៉ុណ្ណោះអញ្ចឹងគឺសំចៃខ្លាំងមែនទែនហើយអ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុនក៏ផ្ដល់ជូននៅការធានារយៈពេល5ឆ្នាំឬ 150,000 km ទៅលើឡានទាំងមូលបូករួមជាមួយនឹងការថែទាំ free រយៈពេល5ឆ្នាំឬ 15 km ទៅលើចំណុច50មុខក្នុងនោះរួមមានទាំងប្រេងម៉ាស៊ីនប្រេងប្រអប់លេខប្រេងប្រាំងស្បែកប្រាំងខ្សែពានតម្រង់ប្រេងតម្រង់សាំង air ម៉ាស៊ីនត្រជាក់អាគុយថាហ្វ្រាំងនិងប៊ូស៊ីជាដើមអូខេអញ្ចឹងចំពោះបងប្អូនដែលចាប់អារម្មណ៍ជាមួយនឹងឡាន SUV មួយនេះគឺអាចអញ្ជើញទៅមើលឡានដែលផ្ទាល់ក៏ដូចជាបើកបរសាកល្បងដែលផ្ទាល់បាននៅ showroom របស់ក្រុមហ៊ុនឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើអេក្រង់អញ្ចឹងចំពោះបងប្អូនវិញយកយ៉ាងណាដែរពី SUV មួយនេះជួយ comment នៅខាងក្រោមផងពីខ្ញុំបាទសេងឡុងអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត